Hello សួស្តីមកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែលវីដេអូនេះខ្ញុំនឹងបង្ហាញមកគ្នាអំពីរបៀបដោះ account logo នៅលើ model Oppo A18 A38 និង A58 version 15សម្រាប់3 model ហ្នឹងគឺយើងមើលទៅរូបរាងដូចគ្នាលេខ CPX ខុសគ្នាប៉ុន្តែរូបរាងដូចគ្នាហើយជាពិសេសគឺ security patch ថ្មីហ្នឹងគឺដោះតម្រង់តែមួយអញ្ចឹងហើយបាទខ្ញុំដាក់3 model ហ្នឹងនៅក្នុងវីដេអូហ្នឹងហើយក៏យើងអាសាជួបដែរមួយរយៈក្រោយនេះគឺ3 model ហ្នឹងជាដំបូងខ្ញុំចង់បង្ហាញបងប្អូនគ្នាថាវាពិតជាជួប account ឬក៏មិនមែនអូខេហើយនឹងបង្ហាញបងប្អូនគ្នាអំពីរបៀបក្នុងការធ្វើតាមតម្រងចាស់ថាវាពិតជាអត់ជោគជ័យមែនអញ្ចឹងយើងត្រូវបដូរមកធ្វើតម្រងថ្មីអូខេអញ្ចឹងដើម្បីធ្វើបានជាដំបូងយើងត្រូវការ check លេខ model ដែលយើងចុចត្រង់ emergency call វាយផ្កាយទ្រង់ជ្រូក899ទ្រង់ជ្រូកហើយរើសយក software version អូខេយើងនឹងឃើញ model ខាងលើគឺCPX 2591ហើយ Android version 15បន្ទាប់ពីយើងដឹងលេខ model ហើយយើងអាចយកលេខ model ទៅ search នៅក្នុងtool របស់យើងក៏បាន search Google ក៏បានយើងនឹងដឹង model ហើយ version 15គឺវាសំខាន់សម្រាប់ពេលហ្នឹងគឺវាជាកន្លែងមួយដែលយើងចំណាំត្រូវទៅដោះជាមួយនឹងតម្រងថ្មីបើ version 14គឺយើងធ្វើតែមួយតម្រងចាស់គឺដើរអូខេខ្ញុំ log in នៅលើ TSM tool ហើយខ្ញុំរើសយកតម្រងចាស់យើងគឺយើងកន្លែង MediaTek នេះយើងយក Oppo V5 DA 2025ហើយមុខងារដែលយើងអាចប្រើបានគឺនៅត្រង់ service ហើយនឹង reset ពីរហ្នឹងគឺស្តៀងគ្នាទេនឹងវាដាក់មកធ្វើអីទៅឲ្យវារៀងញ៉ៃអូខេតំទីយើងយក SLP reset ដោយពីមុនមកយើងគ្រាន់តែចុច SLP reset ហើយបិទទូរស័ព្ទបូកដូរដល់ដូចចូលទៅគឺនឹងជោគជ័យហើយងាយខ្លាំងមែនទែនតែឥឡូវគឺអត់ជោគជ័យទេវានឹងចេញអក្សរបែបនេះអូខេអញ្ចឹងដើម្បីធ្វើបានសម្រាប់ version 15តម្រងថ្មីហ្នឹងគឺយើងចូល MediaTek ហើយយកកន្លែង automatic identity ហើយកន្លែងនេះយើងរើសយក preload MI ទៅរើសយក preload ដែល preload នេះខ្ញុំនឹងដាក់នៅក្នុងខាងលើវីដេអូឬក៏ក្នុង Telegram បងប្អូន download ទៅអូខេដល់ CPX បើយើងគឺជា Oppo A18 យើងរើសយក preload Oppo A18 ហើយចុច SLP reset ម្ដងទៀតអូខេកន្លែងមកលើទូរស័ព្ទវិញយើងត្រូវការដោះវាបែបនេះត្រូវការផ្សារ test point អត់បូកដកដល់ដូចចូលទៀតទេបងប្អូនពីមុនមកប្រហែលជាធ្លាប់ផ្សាយនេះគឺផ្សារនៅចុងកន្លែងនេះ test point សម្រាប់ Oppo A18 A38 នៅត្រង់ចំណុចក្បាល redstone គ្រប់ហ្នឹងហើយយើងផ្សារឲ្យទម្រង់ខ្សែដូចខ្ញុំកំពុងបង្ហាញមកដើម្បីស្រួលក្នុងការ connect ប៉ះជាមួយនឹងម៉ាស់អូខេនេះខ្ញុំរៀបវាចូលថ្នមអញ្ចឹងមកកុំឲ្យដាច់អូខេមិនគប់ថ្មទេគប់ខ្សែ USB ហើយនឹងអេក្រង់ទៅហើយបន្តមកទៀតបងប្អូនយកអាចចុងជាងហ្នឹងប៉ះជាមួយនឹងម៉ាស់ហើយយើងរុញ USB ចូលនៅលើ tool យើងដំណើរការយើងដកដៃឲ្យប៉ះជាមួយនឹងម៉ាស់ចេញទៅអូខេតែមក plate ទេគឺវានឹងធ្វើការ reset SLP ដែលយើងបានបញ្ជាគឺលឿនទេបងប្អូនអញ្ចឹងតម្រងនេះគឺជាតម្រងចាស់ពីមុនមកដែលយើងធ្លាប់ធ្វើថាឥឡូវនេះយើងត្រូវមកត្រឡប់មកធ្វើវាម្ដងទៀតដោយសារតែនៅលើ model ទាំង3 model ហ្នឹងគឺ Oppo គេបានចេញ version ថ្មីដើម្បី release បិទនៅការដែលយើងធ្វើបានកន្លងមកគ្រាន់តែបូកដកដល់ដូចចូលហ្នឹងគឺយើងធ្វើលេងបានហើយដើម្បីធ្វើបានត្រូវទៅដោះផ្សារ ISP ឬក៏ដោះផ្សារចាក់ test point ដែលខ្ញុំកំពុងអូខេវីដេអូមានតែប៉ុណ្្នឹងទេហើយយើងនឹងមាន2ជម្រើសសម្រាប់ TFM2 ដែលបងប្អូនមានក៏ធ្វើតាមវីដេអូដែលខ្ញុំកំពុងបង្ហាញទៅហើយវីដេអូ unlock 2ក៏ខ្ញុំត្រៀមនឹងកាត់តម្លាក់ចូលបន្ទាប់ពីវីដេអូដូចគ្នាស្តៀងគ្នាទេអញ្ចឹងបងប្អូនមាន2ជម្រើសក្នុងការដោះតាមណាបានស្រួលឬក៏បងប្អូនមានកម្មវិធីដោះកូដមួយណាក៏ដោះតាមនឹងទៅអូខេឥឡូវយើងដោះបានជោគជ័យហើយខ្ញុំមកបង្ហាញថាវាពិតជា version 15មែននៅក្នុង setting អូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងសង្ឃឹមបងប្អូនមើលទៅយល់ហើយធ្វើបានដល់គ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ